ទស្សនីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាត់កុម្បាំង KX ក្នុងវីដេអូទី14របស់យើងថ្ងៃនេះបងប្អូនដឹងអត់ចាប់តាំងពីសង្គ្រាមលោកលើកទី2បានបញ្ចប់មកពិភពលោកបានឈានចូលដល់យុគសម័យថ្មីមួយដែលមនុស្សជាតិអាចកំទេចភពផែនដីទាំងមូលបានត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះនោះគឺយុគសម័យនុយក្លេអ៊ែរប៉ុន្តែនៅពីក្រោយពាក្យថាសន្តិសុខជាតិមហាអំណាចធំបានលាក់ទុកនៅអាថ៌កំបាំងដ៏រន្ធត់ជាច្រើនដែលពួកគេមិនចង់ឲ្យមហាជនដឹងឡើយចាប់ពីអាវុធនុយក្លេអ៊ែរដែលបានបាត់ដានរាប់សិបឆ្នាំរហូតដល់ប្រព័ន្ធបញ្ជាអាវុធមហាប្រឡាយដែលប្រើមនុស្សយន្តជាអ្នកសម្រេចចិត្តកំទេចពិភពលោកជំនួសមនុស្សថ្ងៃនេះយើងនឹងទៅលាតត្រដាងកម្ពុជាអាថ៌កំបាំងនុយក្លេអ៊ែរទាំង5ដែលនឹងធ្វើឲ្យបងប្អូនព្រឺឆ្អឹងខ្នងតោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូទាំងអស់គ្នា1ក្របបែកអាថ៌កំបាំងដែលបាត់ដានបងប្អូនសាកស្រមៃមើលតើនឹងមានអ្វីកើតឡើងប្រសិនបើក្របបែកនុយក្លេអ៊ែរដ៏មានអានុភាពមួយគ្រឿងបានបាត់ដានយ៉ាងអាថ៌កំបាំងហើយគ្មានអ្នកណារកឃើញនេះមិនមែនជារឿងក្នុងកុនទេតែវាជាការពិតយោធាសហរដ្ឋអាមេរិកបានប្រើពាក្យកូដសម្ងាត់ថា Broken Arrow ដើម្បីសម្គាល់នៅរាល់ករណីដែលបាត់បង់អាវុធនុយក្លេអ៊ែរក្នុងឆ្នាំ1958យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលមានទម្ងន់ជាង3តោនចូលទៅក្នុងសមុទ្រក្បែរកោះទីប៊ីរដ្ឋចរចាបន្ទាប់ពីមានគ្រោះថ្នាក់បុកគ្នារហូតមកដល់សប្តាហ៍ថ្ងៃជិត70ឆ្នាំទៅហើយគ្រាប់បែកដ៏គ្រោះថ្នាក់មួយគ្រឿងនោះនៅតែបន្តដេកលង់លក់នៅក្រោមបាតខ្សាច់សមុទ្រហើយគ្មានអ្នកណារកឃើញឡើយតើវានៅអាចផ្ទុះបានមែនដែរឬទេនេះគឺជាអាថ៌កំបាំងដែលរដ្ឋាភិបាលព្យាយាមធ្វើឲ្យមហាជនបំភ្លេចវាចោល2ស្ដេចគ្រាប់បែកសាប៊ុមបាក្នុងសម័យសង្គ្រាមត្រជាក់សហភាពសូវៀតបានបង្កើតអាវុធមហាប្រឡាយដែលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺគ្រាប់បែកសាប៊ុមបាបងប្អូនដឹងអត់វាមានអានុភាពខ្លាំងជាងគ្រាប់បែកដែលទម្លាក់លើទីក្រុងហេរ៉ូសេម៉ារហូតដល់ទៅ3300ដងនៅពេលដែលគេសាកល្បងបំផ្ទុះវាពន្លឺរបស់វាអាចមើលឃើញពីចម្ងាយរហូតដល់1000គីឡូម៉ែត្រដែលរលកធាតុអាកាសដែលកើតចេញពីការផ្ទុះដែលបានវិលជុំវិញភពផែនដីយើងដល់ទៅ3ជុំអ្វីដែលអាថ៌កំបាំងនោះគឺការពីដំបូងឡើយពិភពលោកមិនដែលបានដឹងពីអានុភាពពិតប្រាកដរបស់វាឡើយរហូតទាល់តែឯកសារសម្ងាត់ត្រូវបានបែកធ្លាយក្នុងពេលថ្មីនេះគេថាបើសិនជាគ្រាប់បែកនេះធ្លាក់ចំកណ្ដាលទីក្រុងធំមួយនោះអ្វីគ្រប់យ៉ាងក្នុងចម្ងាយ100គីឡូម៉ែត្រនឹងក្លាយជាផេះភ្លាម3ប្រព័ន្ធដៃមរណៈនេះគឺជាអាថ៌កំបាំងដែលរន្ធត់បំផុតរបស់រុស្ស៊ីគេហៅវាថាប្រព័ន្ធ Perimet ឬដៃមរណៈវាគឺជាប្រព័ន្ធបញ្ជាអាវុធនុយក្លេអ៊ែរស្វ័យប្រវត្តិដែលត្រូវបានរៀបចំឡើងដើម្បីធ្វើការសងសឹកទោះបីជាថ្នាក់ដឹកនាំរុស្ស៊ីត្រូវបានសម្លាប់អស់ក៏ដោយបងប្អូនសាកគិតមើលប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរចំទីក្រុងមូស្គូហើយគ្មានមនុស្សនៅរស់ដើម្បីបញ្ជាការសងសឹកនោះដៃមរណៈនឹងចាប់ផ្ដើមធ្វើការដោយខ្លួនវាមានសមត្ថភាពអាចបញ្ជាគ្រាប់បែកនុយក្លេអ៊ែររាប់ពាន់គ្រាប់បាញ់ឆ្ពោះទៅកាន់គោលដៅជុំវិញពិភពលោកដោយស្វ័យប្រវត្តិនេះមានន័យថាជោគវាសនារបស់ពិភពលោកស្ថិតនៅក្នុងដៃរបស់កុំព្យូទ័ររហូតមកដល់ពេលនេះគេជឿថាប្រព័ន្ធដ៏គ្រោះថ្នាក់នេះនៅតែត្រូវបានដំណើរការជានិច្ច4អាថ៌កំបាំងនៅឌីម៉ូណាយើងងាកមកមើលតំបន់បច្ឆិមបូព៌ាវិញម្ដងប្រទេសអ៊ីស្រាអែលមិនដែលទទួលស្គាល់ជាផ្លូវការថាខ្លួនមានអាវុធនុយក្លេអ៊ែរឡើយប៉ុន្តែពិភពលោកដឹងយ៉ាងច្បាស់ថាពួកគេលាក់ទុកវានៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវឌីម៉ូណាក្នុងឆ្នាំ1986បុរសម្នាក់ឈ្មោះម៉ូដេឆៃវ៉ាណូណូដែលជាអតីតបុគ្គលិកនៅទីនោះបានលួចថតរូបភាពនិងបកស្រាយការពិតដល់សារព័ត៌មានពិភពលោកគាត់ត្រូវបានគេចាប់ខ្លួននិងជាប់គុកអស់រយៈពេល18ឆ្នាំអាថ៌កំបាំងនៅឌីម៉ូណាបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាតានតឹងរហូតមកដល់សប្តាហ៍ថ្ងៃហើយអ្វីបានជាពិភពលោកបិទភ្នែកម្ខាងចំពោះអាវុធនុយក្លេអ៊ែរនៅទីនេះតើមានមហាអំណាចណាខ្លះនៅពីក្រោយរឿងនេះ5គម្រោងបំផ្ទុះព្រះច័ន្ទអាថ៌កំបាំងរបស់យើងនៅថ្ងៃនេះគឺជាគម្រោងដែលឆ្កួតបំផុតក្នុងប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមត្រជាក់សហរដ្ឋអាមេរិកមានគម្រោងសម្ងាត់មួយឈ្មោះថា Project A119 គោលបំណងរបស់វា
គឺបាញ់គ្រាប់បែកនុយក្លេអ៊ែរយកទៅបំផ្ទុះលើព្រះច័ន្ទបងប្អូនស្ដាប់មិនខុសទេគឺបំផ្ទុះព្រះច័ន្ទមែនតែនមូលហេតុគឺគ្រាន់តែដើម្បីបង្អួតអំណាចយោធាឲ្យសហភាពសូវៀតឃើញនិងដើម្បីឲ្យមនុស្សនៅលើផែនដីអាចមើលឃើញពន្លឺនៃការផ្ទុះនៅលើមេឃដោយភ្នែកទទេបានសំណាងល្អដែលអ្នកវិទ្យាសាស្ត្របានដាស់តឿនថាការធ្វើបែបនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់គន្លងព្រះច័ន្ទនិងបរិស្ថានផែនដីយ៉ាងធ្ងន់ធ្ងរទើបគម្រោងនេះត្រូវបានបោះបង់ចោលប៉ុន្តែវាបង្ហាញឲ្យយើងឃើញថាមនុស្សមានអំណាចអាចធ្វើរឿងដែលគ្រោះថ្នាក់ដល់ថ្នាក់ណាដើម្បីតែអំនួតរបស់ខ្លួនអាចកំបាំងនៃអាវុធប្រឡាយគឺជាការដាស់តឿនយើងទាំងអស់គ្នាថាសន្តិភាពដែលយើងកំពុងមានរាល់ថ្ងៃនេះគឺផុយស្រួយបំផុតនៅពីក្រោយរឿងរ៉ាវដែលយើងបានឃើញក្នុងថ្ងៃនេះនៅមានអាត់កំបាំងយោធាជាច្រើនទៀតដែលមិនទាន់ត្រូវបានលាតត្រដាងចុះបងប្អូនវិញយល់យ៉ាងណាដែរតើក្នុងចំណោមអាត់កំបាំងទាំង5នេះតើចំណុចណាដែលបងប្អូនគិតថាគួរឲ្យខ្លាចជាងគេកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាន Channel ពិភពអាត់កំបាំង KH កុំភ្លេចចុច Like និង Subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងស៊ីជម្រៅបែបនេះជារៀងរាល់សប្តាហ៍សូមអរគុណនិងសូមជម្រាបលា